សួស្តីបងប្អូនខ្ញុំយករឿងមួយនៅសហរដ្ឋអាមេរិកដែលកុមារម្នាក់ចូលក្នុងមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់ហ្នឹងបងប្អូនដោយសាររឿងប្រកាច់គាត់ជាកុមារអាយុ3ខែបងប្អូនប្រកាច់ចូលពេទ្យតាមពិតទៅកូនអត់មានក្តៅខ្លួនទេសុកក្រោយពីញ៉ាំទឹកដោះគោទៅគឺគាត់ប្រកាច់អញ្ចឹងគ្រូពេទ្យនៅសហរដ្ឋអាមេរិកហ្នឹងក៏ចាប់ដើមធ្វើរោគវិនិច្ឆ័យតាមរយៈការធ្វើតេស្តគ្រប់សពបែបយ៉ាងធ្វើតេស្តឈាមធ្វើតេស្តអេកូបាទធ្វើតេស្តអេកូក្បាលធ្វើតេស្តឈាមអីជាដើមហ្នឹងបងប្អូនរហូតដល់គ្រប់សពបែបយ៉ាងក៏រកមូលហេតុអត់ឃើញទេបងប្អូនស្រាប់តាមានគ្រូពេទ្យម្នាក់គាត់ដេញដោលសួរប្រវត្តិម្ដាយប្រវត្តិអ្នកមើលថែកូនហ្នឹងណាបានចេញមូលហេតុបងប្អូនដឹងមូលហេតុមកពីអីអត់ដើមចំមកពីតំណែងនៅស្រុកគាត់ហ្នឹងឡើងថ្លៃហើយម្ដាយធ្វើការពីរវេណាបងប្អូនតម្រាំតាមានលុយសម្រាប់បីបាច់ថែរក្សាចិញ្ចឹមកូនហ្នឹងណាគឺទិញទឹកដោះគោម្សៅហ្នឹងបងប្អូនឆុងឲ្យកូនប៉ុន្តែគាត់ឆុងដោយគាត់លាយទឹកច្រើនជាងបរិមាណដែលខាងរោងចក្រគេកំណត់មកបងប្អូនដល់ពេលចឹងទៅបងប្អូនកុមារគេរកឃើញថាកុមារហ្នឹងមានសារជាតិសូឌីមគឺសារជាតិអំបិលបងប្អូនសូឌីមនៅក្នុងឈាមគឺស្មើនឹងសារជាតិអំបិលដែលកុមារគាត់ផឹកចូលបងប្អូនអញ្ចឹងកុមារហ្នឹងមានសារជាតិសូឌីមបងប្អូនទាបជាងធម្មតាបាទដល់ពេលចឹងទៅធ្វើឲ្យគ្រូពេទ្យនឹកឃើញសួរសំណួរតកតងមួយការឆុងទឹកដោះគោហ្នឹងទៅឲ្យទៅម្ដាយរបស់កុមារហ្នឹងបានទីបំផុតទៅបានរកឃើញថាកូនហ្នឹងមានជំងឺពុលទឹកបាទបងប្អូនជំងឺពុលទឹកអង់គ្លេសគេហៅថា water intoxication បាទបងប្អូនwater intoxication ហ្នឹងគឺកើតឡើងដោយសារតែកុមារហ្នឹងបងប្អូនគាត់មានបរិមាណសូឌីមឬមកក៏បរិមាណសូយ៉ូមឬមកក៏បរិមាណអំបិលក្នុងខ្លួនប្រាណគាត់ហ្នឹងទាបជាងបរិមាណធម្មតាបងប្អូនកុមារដែលមានអាយុក្រោម6ខែតម្រង់នោមរបស់កុមារទាំងអស់ហ្នឹងគឺมันមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការបន្សុទ្ធឬមកក៏ពង្រាវកំហាប់ជាតិអំបិលនៅក្នុងទឹកនោមរបស់ពួកគាត់បានទេមានន័យថាធម្មតាបើសិនយើងញ៉ាំអំបិលច្រើនណាបងប្អូនខ្លួនប្រាណយើងចេញអំបិលមកវិញខ្លះឬមួយក៏យើងញ៉ាំអំបិលតែខ្វះខ្លួនប្រាណយើងជាយាមបើជាតិទឹកបញ្ចេញចោលដើម្បីឲ្យជាតិអំបិលនៅក្នុងខ្លួនយើងនោះវាមានគ្រប់គ្រាន់អាហ្នឹងគឺមនុស្សទូទៅធម្មតាមនុស្សចាស់ណាបងប្អូនប៉ុន្តែកុមារតម្រង់នោមគាត់អត់មានក្នុងគេហៅថាអត់មានលទ្ធភាពនិយាយទៅវានៅខ្ចីបងប្អូនហ្នឹងហើយវានៅខ្ចីពេកចឹងទៅវាអត់អាចក្នុងការបន្សុទ្ធអំបិលហ្នឹងបានទេបន្សុទ្ធទឹកនោមបន្សុទ្ធអំបិលបានទេបន្សុទ្ធឈាមបានទេដល់ពេលចឹងទៅក៏វាកើតទៅជាជំងឺពុលទឹកបាទពុលជាតិទឹកសាច់រឿងនេះខ្ញុំចង់វាកើតនៅសហរដ្ឋអាមេរិកប៉ុន្តែវាមានតកតងជាមួយនឹងស្រុកខ្មែរយ៉ាងដែរបងប្អូនដោយសារលោកយាយលោកតាអ្នកមីងលោកពូលោកអ៊ំជំនាន់ដើមគាត់នៅមានប្រតិបត្តិមួយថាតម្រូវឲ្យកុមារតូចហ្នឹងញ៉ាំទឹកដើម្បីកុំឲ្យអីឆ្អាកអីជាដើមបងប្អូនបើសិនជាតាមធម្មតាទៅណាអត់មានរឿងអីកើតឡើងយើងគេថាវាសុខសប្បាយប៉ុន្តែបើសិនជួបមួយបងប្អូនកុមារដែលប្រកាច់ម្ដងហើយណាគឺងាយនៅប្រកាច់លើកទី2ប្រកាច់លើកទី3ទី4ទី5អញ្ចឹងអាហ្នឹងគឺយើងមិនគួរបង្កឲ្យកុមារងាយនៅប្រកាច់ពេកទេហើយបើសិនក្នុងករណីដែលវាមានការប្រកាច់អញ្ចឹងបងប្អូនគឺប៉ះពាល់ទៅដល់សតិស្មារតីបញ្ញារបស់កុមារនឹងប៉ះពាល់ទៅដល់ការលូតលាស់នៃប្រព័ន្ធខួរក្បាលរបស់គាត់ដូច្នេះហើយអានេះយើងចង់មិនចង់យើងបង្កើតឲ្យវាមានរឿងណាបងប្អូនអញ្ចឹងហើយបានថាយើងតែងតែទទួលបានការអប់រំឲ្យថាកុមារក្រោម6ខែអត់ត្រូវឲ្យបរិភោគទឹកទេបរិភោគទឹកដោះម្ដាយតាមមុខគាត់ប៉ុន្តែបើសិនជាធ្វើម៉េចអត់មានទឹកដោះម្ដាយឬមកធ្វើម៉េចដោយសារជីវភាពអីជាដើមយើងជ្រើសរើសយកវិធីសាស្ត្រផ្សេងឲ្យកុមារហ្នឹងគាត់មឹមអញ្ចឹងសូមឲ្យគាត់មឹមហ្នឹងតាមគេហៅថាអ្វីដែលរោងចក្រអ្វីដែលផលិតផលទាំងអស់ហ្នឹងគេផលិតមកតាមនិយមវិទ្យាសាស្ត្រហ្នឹងធ្វើម៉េចធ្វើឲ្យសមឲ្យវាឲ្យគ្រប់ដូសឲ្យវាត្រឹមត្រូវកុំឲ្យយើងចេះតែឆ្នៃលេចកើតហ្នឹងអាចមានបញ្ហាព្រោះថាកុមារសរីរៈរបស់គាត់ខ្ចីទាំងអស់តាំងពីខួរក្បាលតាំងពីតម្រងនោមបេះដូងសួតអីគឺខ្ចីទាំងអស់បងប្អូនអញ្ចឹងយើងត្រូវតែប្រយ័ត្នប្រយែងបាទខ្ញុំសូមនាំរឿងប៉ុណ្ណឹង
នីតិរឿងប៉ុណ្ណឹងជូនបងប្អូនស្ដាប់សង្ឃឹមថានេះគឺជាករណីពិសេសដែលបងប្អូនបានយល់និងដឹងច្រើនជាងមុនហេតុអីបានយើងមិនឲ្យកុមារក្រោម6ខែញ៉ាំទឹកបានអរគុណច្រើនបងប្អូនអស់គ្នាសុខសប្បាយ